បញ្ហាភាពរាំងស្ងួតភ្លៀងធ្លាក់ខុសប្រក្រតីនិងទឹកជំនន់ដែលបង្កពីការប្រែប្រួលអាកាសធាតុបានរំខានដល់ការដាំដុះនិងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាកសិករនិងសហគមន៍នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល1ឆ្នាំកន្លងមកនេះអង្គការ Oxfam និងអង្គការដៃគូបានអនុវត្តគម្រោងភាពធន់និងអាកាសធាតុសម្រាប់ទាំងអស់គ្នាក្រុមជំនួយថវិការបស់រដ្ឋាភិបាលប្រទេសអ៊ីស្លង់ក្នុងគោលបំណងពង្រឹងភាពធន់របស់សហគមន៍ទៅនឹងការប្រែប្រួលអាកាសធាតុគម្រោងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាកសិករសហគមន៍អាជ្ញាធរមូលដ្ឋានវិស័យឯកជននិងក្រសួងពាក់ព័ន្ធនៅក្នុងខេត្តគោលដៅទាំង5រួមមានខេត្តបាត់ដំបងខេត្តឧត្តរមានជ័យបន្ទាយមានជ័យសៀមរាបនិងខេត្តព្រះវិហារនៅក្នុងខេត្តបាត់ដំបងគម្រោងបានផ្តល់ការគាំទ្រជាបច្ចេកទេសនិងធនធានសម្រាប់អនុវត្តកសិកម្មវៃឆ្លាតដល់ប្រជាកសិករក្នុងស្រុកមោរិស័យនិងស្រុករុក្ខគិរីក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុឲ្យបានប្រសើរជាងមុនឥឡូវខែប្រាំងក៏យើងធ្វើបានដែរព្រោះយើងមានម៉ាស៊ីនមានដំណក់ទឹកពីរយៈមុនយើងដាំត្រប់កន្លះហត្តាយើងប្រមូលផលបាន100-200គីឡូទេតែឥឡូវយើងដាំត្រកន្លះហិកតែយើងប្រមូលផលបាន1តោនកន្លះទៅ2តោនជាងដូច្នេះអាលុយចំណូលនឹងវាកើនបើក្រឡេកមកមើលប្រជាកសិករជាពិសេសអ្នករស់នៅក្នុងឃុំវត្តដំបំស្រុកសង្កែខេត្តបាត់ដំបងដូចគ្នាកន្លងមកពួកគាត់មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅក្នុងការធ្វើស្រែចម្ការនោះទេកសិករបានប្រើប្រាស់ឥន្ធនៈដើម្បីបូមទឹកស្រោចបន្លែនិងដាំដំណាំស្រូវប៉ុន្តែការចំណាយវាមានតម្លៃខ្ពស់និងមានផលប៉ះពាល់ដល់បរិស្ថានខ្លាំងតាមរយៈគម្រោងយើងបានដំឡើងស្ថានីយ៍សូឡាបូមទឹកដើម្បីជួយកាត់បន្ថយការចំណាយបង្កើនទិន្នផលនិងបង្កើនប្រាក់ចំណូលកសិករនិងសហគមន៍កាលពីមុនដែលយើងវាអត់ទឹកយើងធ្វើតែម្ដងទេតាមរដូវទឹកភ្លៀងនៅប្រាំងរាល់ដងអត់មានស្រូវទៀតទេឥឡូវមានទឹកសូឡាចូលអញ្ចឹងទៅយើងធ្វើបាន2ដងឬទៅ3ដងក៏បានហើយសប្បាយចិត្តអូសូឡានេះវិញគឺថាខ្ញុំមានសេចក្តីត្រេកអរខ្លាំងហើយពេញចិត្តការប្រើប្រាស់ដើម្បីបញ្ជូនទឹកឲ្យប្រជាពលរដ្ឋព្រោះប្រជាពលរដ្ឋគាត់ដែលបានធ្វើស្រែពីរដូវដូចសពថ្ងៃនេះបាទទោះបីជាបញ្ហាទឹកត្រូវបានដោះស្រាយសម្រាប់ប្រជាកសិករផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនៅតែអាចកើតមានឡើងដូច្នេះដើម្បីកាត់បន្ថយនូវហានិភ័យនៃការខូចខាតផលដំណាំស្រូវគម្រោងក៏បានធ្វើការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃធានារ៉ាប់រងលើដំណាំស្រូវដល់កសិករដើម្បីជួយឲ្យពួកគាត់ទទួលបានសំណងពីការខូចខាតទិន្នផលស្រូវប្រសិនបើពួកគាត់បានទិញធានារ៉ាប់រងនោះព្រៃឈើគឺជាសួតនៃភពផែនដីជាសរសៃឈាមនៃវិស័យកសិកម្មដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិការការពារព្រៃឈើជាផ្នែកមួយនៃគម្រោងហើយយើងបានគាំទ្រសហគមន៍ព្រៃឈើនិងសហគមន៍តំបន់ការពារធម្មជាតិចំនួន14ក្នុងខេត្តគោលដៅក្នុងការពង្រឹងសមត្ថភាពរបស់ពួកគាត់ក្នុងការការពារព្រៃឈើជាពិសេសជំរុញឲ្យមានការចូលរួមរបស់ស្ត្រីតាមរយៈការបញ្ជា gender ក្នុងការរៀបចំផែនការការពារព្រៃឈើនិងធនធានធម្មជាតិក្រោយពីការរៀបចំផែនការហើយសហគមន៍បានអនុវត្តការងារទាំងនោះរួមមានការចលប័តព្រៃឈើដើម្បីទប់ស្កាត់បទល្មើសនានាដូចជាការកាប់ដើមឈើការដាក់អន្ទាក់និងបោះបាញ់សត្វព្រៃជាដើមសហគមន៍ក៏បានធ្វើការស្ដារព្រៃឈើឡើងវិញតាមរយៈការបណ្ដុះកូនឈើនិងដាំដើមឈើឡើងវិញក្នុងតំបន់ព្រៃការពារផងដែរគម្រោងក៏បានគាំទ្រការបណ្ដុះបណ្ដាលអំពីបដិសណ្ឋារកិច្ចការផ្តល់សេវាម្ហូបអាហារនិងការរៀបចំសហគមន៍ទេសចរធម្មជាតិដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ប្រៀបធៀបពីកាលដែលយើងមិនទាន់បង្កើតជាអេកូទេសចរយើងការពារតែព្រៃឈើបាត់បឺនៅតែមានគិតថាមកឲ្យយើងវិញថាការពារទៅឲ្យបើពួកគាត់អត់មានបាយហូបផងគាត់មិនត្រូវការកាប់លក់ប៉ុន្តែដោយសារយើងបន្លាយពីសហគមន៍ព្រៃឈើទៅសហគមន៍ទេសចរទៅយើងពេលនេះយើងបង្ហាញថាបើអូនឯងកាប់ព្រៃឈើអស់ភ្ញៀវទេសចរអត់អាចមកលេងកន្លែងយើងបានទេតង្កូនយើងជំនាន់ក្រោយអុយក៏បានការងារធ្វើតាមរយៈគម្រោងនិងការគ្រប់គ្រងពីក្រសួងបរិស្ថានសហគមន៍គោលដៅទាំង14បានធ្វើការវាស់វែងកាបូនស្តុកដោយសង្ឃឹមថាទៅថ្ងៃអនាគតពួកគាត់នឹងអាចលក់កាបូនស្តុកទាំងនេះទៅកាន់ក្រុមហ៊ុនមួយចំនួនដើម្បីបានថវិកាក្នុងការបន្តកិច្ចការពារព្រៃឈើគួរបញ្ជាក់ផងដែរថាទិន្នន័យនៃកាបូនស្តុកនេះ
នឹងរួមចំណែកក្នុងគោលនយោបាយរដ្ឋាភិបាលជាពិសេសលើផែនការរួមចំណែកជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនិងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូនឆ្នាំ2050ទូនាទីរបស់សហគមន៍មូលដ្ឋានក្នុងការការពារធនធានធម្មជាតិនិងអនុវត្តសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុមានសារៈសំខាន់ហើយដែលនេះឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដែលបានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រនៃការប្រែប្រួលអាកាសធាតុប្រចាំប្រទេសកម្ពុជាសម្រាប់ឆ្នាំ2024ដល់ឆ្នាំ2033ក្រៅពីនេះផងដែរអង្គការ Oxfam ក៏បានធ្វើការជាមួយនឹងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដើម្បីបង្កើតកម្ចីបៃតងដែលជួយដល់សហគមន៍ងាយរងគ្រោះក្នុងការបង្កើតភាពធន់ទៅនឹងអាកាសធាតុគម្រោងជួយនេះគឺជួយទាំងមនុស្សជួយទាំងសត្វជួយទាំងព្រៃឈើជួយទាំងមុខរបររបស់គាត់ចង់ឲ្យព្រៃនេះគង់វង្សរហូតទៅដល់100,000 ឆ្នាំតទៅមុខទៀតផងដើម្បីឲ្យក្មេងជំនាន់ក្រោយនេះគឺគាត់បានស្គាល់ប្រភេទសត្វប្រភេទដើមឈើក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងផងហើយគ្រប់គ្រាន់ក្នុងការប្រកបកើតផលគឺគាត់នៅមានចំណាក់ស្រុកទៅធ្វើការនៅកន្លែងណាផ្សេងទៀតទេបាទគម្រោងសំខាន់ណាស់សម្រាប់ខ្ញុំគម្រោងបានបន្ថែមនៅចំណេះចេះដឹងជូនដល់កសិករទាំងអស់មានថាតែខ្ញុំទេខ្ញុំចង់ឲ្យគម្រោងនៅបានគ្រប់គ្រងឲ្យបានយូរដើម្បីជួយដល់កសិករខ្ញុំនិងកសិករក្រោយឲ្យល្អដូចគ្នាឲ្យបានផលច្រើនដូចគ្នានិយាយអំពីគម្រោងនេះគឺយើងអ្វីដែលយើងតាក់តែងឡើងគឺមានរយៈពេលវែងឆ្ងាយមានរយៈពេល4ទៅ5ឆ្នាំបាទអញ្ចឹងជំហានទី1ដែលយើងបានអនុវត្តនេះគឺជាជំហានដែលយើងបានសរុបនៅផែនការអ្វីដែលជាយុទ្ធសាស្ត្រដែលយើងបានធ្វើប៉ុន្តែយើងនឹងពង្រីកការងារនេះបន្តថែមទៀតពីឆ្នាំទៅឆ្នាំ 3 years ago, we used to invest €1 million into Cambodia, but the excellent work of our ambassador and our team here in Cambodia, we've increased that up to €3 million, and we hope to continue that and to grow that. We all know that climate change is a major issue, not just here in Cambodia. It is also an issue in Ireland, and it's an issue all over the world. So it's important that we do invest into projects that will improve the climate.